ខ្ញុំចង់ប្រាប់អាចកំបាំងមួយសម្រាប់អ្នកចង់បានគ្រួសារដែលល្អឥតខ្ចោះស្ដាប់ដល់ចំណុចចុងក្រោយអ្នកនឹងយល់ទោះបីជាអ្នករៀបការជាមួយនរណាក៏ដោយក៏អ្នកគង់នឹងស្ដាយក្រោយដែរព្រោះនៅលើលោកនេះគ្មានអាពាហ៍ពិពាហ៍ណាដែលល្អឥតខ្ចោះនោះទេហើយក៏គ្មានដៃគូណាដែលល្អគ្រប់យ៉ាងនោះដែរមនុស្សដែលមានលុយគេគ្មានពេលវេលាច្រើនណាស់អ្នកមនុស្សដែលមានពេលវេលាច្រើនណាស់អ្នកគឺគេគ្មានលុយមនុស្សដែលស្រស់ស្អាតមានការលបងច្រើនមនុស្សដែលមិនស្អាតអ្នកមើលមិនចូលភ្នែកមនុស្សស្មោះត្រង់គេមិនសូវរ៉ូម៉ាន់ទិកមនុស្សដែលរ៉ូម៉ាន់ទិកគេមិនអាចពឹងពាក់បានដូច្នេះអាពាហ៍ពិពាហ៍ដែលមានសុភមង្គលបំផុតនោះគឺមិនមែនដោយសារតែអ្នករកបានមនុស្សត្រូវនោះទេតែដោយសារភាគីទាំងពីរអាចមើលឃើញភាពល្អរបស់គ្នាទៅវិញទៅមកទៅវិញទេតើអ្វីទៅជាប្តីប្រពន្ធបរិសុទ្ធគឺជាមេឃដែលមានចលនាខ្លាំងក្លានិងមិនឈប់ឈរស្ត្រីគឺជាដីគឺជាព្រះទ្រទ្រង់នៅអ្វីៗគ្រប់យ៉ាងបរិសុទ្ធនៅផ្ទះមានការតាំងចិត្តនេះហៅថាមេឃស្រឡះស្ត្រីនៅផ្ទះទន់ភ្លន់នេះហៅថាដីស្ងប់មេឃស្រឡះធ្វើឲ្យផ្ទះមានសុវត្ថិភាពដីស្ងប់ធ្វើឲ្យផ្ទះមានភាពកក់ក្ដៅបរិសុទ្ធដឹកនាំប្រពន្ធដើរតាមកន្លងធម៌ស្ត្រីជួយប្តីឲ្យសម្រេចគុណធម៌អ្វីគ្រប់យ៉ាងត្រូវការឥទ្ធិពលនៃភាពផ្ទុយគ្នានិងរួមបញ្ចូលគ្នាទើបអាចថិតថេរយូរអង្វែងបានខ្ញុំចង់ប្រាប់អាចកំបាំងមួយសម្រាប់អ្នកចង់បានគ្រួសារដែលល្អឥតខ្ចោះស្ដាប់ដល់ចំណុចចុងក្រោយអ្នកនឹងយល់សូមក្រឡេកមើលមនុស្សជុំវិញខ្លួនអ្នកខ្លះមានជីវិតគ្រួសារល្អតែសុខភាពមិនល្អអ្នកខ្លះមានមុខរបររីកចម្រើនតែគ្រួសារមិនសុខដុមអ្នកខ្លះមានគ្រួសារសុខដុមតែជីវភាពក្រីក្រអ្នកខ្លះមានបញ្ហាអាពាហ៍ពិពាហ៍ប៉ុន្តែកូនពូកែភាពមិនល្អឥតខ្ចោះគឺជាស្ថានភាពធម្មជាតិនៃជីវិតការទាមទារភាពល្អឥតខ្ចោះពេកមិនមែនជារឿងល្អនោះទេមនុស្សមិនគួរលោភលន់ពេកបើអ្នកចង់បានគ្រប់យ៉ាងត្រូវបន្ថែមពាក្យពីរម៉ាត់គឺលំបាកព្រោះត្រូវតែលំបាកទៅបានគ្រប់យ៉ាងកុំសម្លឹងមើលតែរបស់ដែលខ្លួនមិនមានពេលអ្នកមានអ្វីមួយហើយអ្នកមិនចេះថែរក្សាគិតតែពីរបស់ដែលខ្លួនមិនមានបើធ្វើបែបនេះជីវិតរបស់អ្នកប្រកបជានឿយហត់ណាស់តាមពិតទៅជាង 90% នៃគ្រួសារទាំងអស់មិនមានសុភមង្គលទេព្រោះគ្រប់គ្រួសារទាំងអស់សុទ្ធតែមានផេះនៅបាតផ្ទះអ្នកក៏មិនគួរគិតថាមានតែអ្នកម្នាក់ទេដែលវេទនាបំផុតនៅលើโลกនេះ